你好，大家好，跟我学中文ជំរាបសួរស្ដីអ្នកទាំងអស់គ្នារៀនភាសាចិនជាមួយខ្ញុំថ្ងៃនេះខ្ញុំមានពាក្យក៏ដូចជាប្រយោគទាក់ទងនឹងពេលវេលានិងមកចែកជូនដល់អ្នកទាំងអស់គ្នា现在开始ពាក្យទី1នោះគឺទៀនបកប្រែថាម៉ោងពាក្យទី2ហ្វិនបកប្រែថានាទីពាក្យទី3ម៉ៅបកប្រែថាវិនាទីពាក្យទី4时间បកប្រែថាពេលវេលាពាក្យទី5នោះគឺ早上បកប្រែថាពេលព្រឹកពាក្យទី6នោះគឺចុងអ៊ូបកប្រែថាថ្ងៃត្រង់ពាក្យទី7នោះគឺ下午បកប្រែថាពេលរសៀលពាក្យទី8晚上បកប្រែថាពេលយប់ពាក្យទី9នោះគឺ现在បកប្រែថាឥឡូវនេះឥឡូវឧទាហរណ៍ថាប្រយោគឥឡូវនេះម៉ោងប៉ុន្មានប្រយោគទី10គឺ现在几点ឥឡូវនេះម៉ោងប៉ុន្មានឥឡូវនេះម៉ោង7现在几点ឥឡូវនេះម៉ោង7ម៉ោង2អានថា2点ទី13នោះគឺម៉ោង5:30នាទីយើងអានថា5点30分ម៉ោង5:30នាទីទី14នោះគឺម៉ោង2:05នាទីយើងអានថា2点05分ម៉ោង2:05នាទី15នោះគឺម៉ោង8នាទីព្រឹកម៉ោង8ព្រឹកអ្នកទាំងអស់គ្នាយើងអានថា上午8点អញ្ចឹងម៉ោង8ព្រឹកទី16នោះគឺម៉ោង3:10នាទីល្ងាចម៉ោង3:10នាទីរសៀលយើងអានថា下午3点10分ទី17នោះគឺម៉ោង5:25នាទីល្ងាចយើងអានថា下午5点25分下午5点25分ម៉ោង5:25នាទីល្ងាចអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងពាក្យទេបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តនៅការចែករំលែករបស់ខ្ញុំសូមកុំភ្លេចជួយ follow ក៏ដូចជា subscribe ដើម្បីទទួលបាននូវវីដេអូក្រោយៗទៀត再见拜拜